បាទសូមស្វាគមន៍ជាមួយនឹងការវិភាគបាល់ទាត់ Premier League សប្តាហ៍ទី30យប់ថ្ងៃពុធបងប្អូនអញ្ចឹងសម្រាប់រាត្រីនេះនៅក្នុងប្រទេសអង់គ្លេសគឺមានការប្រកួតគូនៅក្នុង Premier League ច្រើនមែនទែនណាហើយនៅក្នុងប្រទេសអេស្ប៉ាញក៏មានការប្រកួតដ៏សំខាន់មួយដែរនៅក្នុងពាន Copa del Rey អញ្ចឹងនៅក្នុងរាត្រីនេះគូដែលសំខាន់មានដូចជាហុងក្រហម Liverpool ត្រូវបើកទ្វារ Anfield ស្វាគមន៍ក្រុម Everton នៅវេលាម៉ោង 2 រំលងអាធ្រាត្រនេះបងប្អូនណាចាំមើលយើងនឹងធ្វើការវិភាគទាំងអស់គ្នាតើ Liverpool យប់នេះអាចស៊ីដាច់ទៅលើ Everton បានដែរឬទេបាទក្រៅពីនោះក៏មានដូចជាក្រុម Manchester City បាទ Man City ត្រូវបើកទ្វារស្វាគមន៍ក្រុមបាទ Leicester City នៅវេលាម៉ោង 1:45 នាទីបាទLeicester គឺជាក្រុមដែលកំពុងតែធ្លាក់កូដខ្លាំងខណៈពេលដែល Manchester City នេះកំពុងតែបាទយ៉ាប់យ៉ឺននៅក្នុងរដូវកាលនេះជំរឿតើ Man City អាចការពារឬក៏អាចប្រជែងនៅតំណែង Top 4 បានដែរឬទេនៅក្នុងរដូវកាលថ្មីនេះបងប្អូនណា Man City នេះគឺតានតឹងយើងនឹងធ្វើការវិភាគបន្តិចទៀតនេះហើយក៏មានដូចជាក្រុម Brighton បាទ Brighton Hove Albion នឹងបើកទ្វារស្វាគមន៍ក្រុម Aston Villa បាទ Aston Villa និង Brighton នេះក៏លោប៉ិនគ្នាតែម្ដងបងប្អូននៅក្នុងរាត្រីនេះជំរឿមើលតើក្រុមណានឹងទទួលជ័យជំនះណាក៏មានដូចជាបាទ Newcastle ត្រូវបើកទ្វារស្វាគមន៍ក្រុម Brentford នៅវេលាម៉ោង 1:45 នាទីរំលងអាទិត្យដូចគ្នាបាទនៅប្រទេសអេស្ប៉ាញគឺមានការប្រកួតសំខាន់នៅក្នុងពាន Copa del Rey គឺក្រុម Barcelona ត្រូវបើកទ្វារស្វាគមន៍ជាស្រ័យបងប្អូនបាទគឺ Atletico Madrid ទេបាទ Atletico Madrid ត្រូវបើកទ្វារស្វាគមន៍ក្រុមអ្នកមានបុណ្យ Barcelona នៅវេលាម៉ោង 2:30 នាទីក្នុងពាន Copa del Rey ណាវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បាទអញ្ចឹងយើងនឹងធ្វើការនិយាយតាក់ទងនឹងគូនេះផងដែរព្រោះជាគូសំខាន់បាទជំរឿមើលតើ AT ឬក៏ Barca យប់នេះដែលឡើងទៅដល់វគ្គផ្ដាច់ព្រាត់ពាន Copa del Rey ណាបាទហើយនៅក្នុងប្រទេសអ៊ីតាលីក៏មានការប្រកួតសំខាន់មួយដែររវាងបងប្អូនរួម start បាទបងប្អូនរួម start គឺ Inter Milan ត្រូវប៉ះគ្នាជាមួយនឹង AC Milan បងប្អូនណានៅវេលាម៉ោង 2 រំលងអាទិត្យនៅក្នុងពាន Cup គឺពានបាទ Copa Italy បាទ Copa Italy ណាអញ្ចឹងយើងនឹងធ្វើការនិយាយតាក់ទងនឹងប្រមាណគូសំខាន់នេះនៅបន្តិចទៀតនេះប៉ុន្តែមុននឹងធ្វើការនិយាយសំណូមពរបងប្អូន join channel Telegram ថ្មីរបស់ខ្ញុំម្នាក់មួយនៅក្នុងពាន comment សម្រាប់ Facebook បាទសម្រាប់បងប្អូន YouTube អាច join នៅក្នុង description សម្រាប់បងប្អូនក្នុង TikTok អាច join ក្នុង bio បងប្អូនណា join channel Telegram ថ្មីរបស់ខ្ញុំទៅមាន group Telegram នៅក្នុងនោះមានសមាជិក 3000 អ្នកដែរបាទដែលបងប្អូនអាចជជែកកម្សាន្តជាមួយផងដែរបាទសុទ្ធតែជាអ្នកស្នេហាវិស័យបាល់ទាត់អូខេយើងនឹងនិយាយដល់គូទី1តាក់ទងនឹង Liverpool ជាមួយនឹង Everton មុនបងប្អូនណាដោយសារតែគូនេះសំខាន់ព្រោះ Liverpool ត្រូវការបន្ទុកខ្លាំងមែនទែនដើម្បីវ៉ា Arsenal ឲ្យកាន់តែឆ្ងាយបងប្អូនណានិយាយទៅ Liverpool ឈ្នះតែ4ប្រកួតទៀតគឺអាចលើកពានណាបាទសម្រាប់ของ Liverpool ទោះជានៅសល់តែ9ប្រកួតក៏ដោយណាបើសិនគាត់អាចឈ្នះ4ប្រកួតដាច់គឺលើកពានហើយប៉ុន្តែគាត់ថាវាមិនដាច់ពេកទេវាអាចមានស្មើមានអីខ្លះក៏យើងមិនដឹងដែរព្រោះគាត់ត្រូវប៉ះជាមួយក្រុមខ្លាំងដែរដូចជា Chelsea ហើយក៏ប៉ះជាមួយនឹង Arsenal ផងដែរបងប្អូនណាបាទការប៉ះគ្នាជាមួយ Arsenal ដូចកាត់សេចក្តីបាត់ដាច់ព្រាត់ចឹងបាទបើឈ្នះលើ Arsenal គឺ Liverpool លើកពានអូតូតែម្ដងអូខេយើងនឹងនិយាយតាក់ទងនឹងគូទាំងពីរបើយើងនិយាយអំពីប្រវត្តិក្រុមទាំងពីរបងប្អូនរវាង Liverpool ជាមួយនឹង Everton នេះធ្លាប់ជួបគ្នារាប់រយលើកហើយប៉ុន្តែយើងលើកយកតែ10ប្រកួតចុងក្រោយដែលប៉ះគ្នាគឺ Liverpool ឈ្នះចំនួន4ដងបាទ Everton ឈ្នះចំនួន2ដងហើយស្មើគ្នាចំនួន4ដងបងប្អូនណា Liverpool ឈ្នះ4 Everton ឈ្នះ2ស្មើគ្នាចំនួន4ដងហើយបើនិយាយអំពីការប៉ះគ្នាលើកចុងក្រោយបំផុតនៅក្នុង Premier League រដូវកាលថ្មីនេះជើងទី1បាទគឺ Liverpool និង Everton នេះបានត្រឹមតែស្មើគ្នាទេបាទ2ស្មើក្នុងទឹកដី Everton ណាបាទហើយបាទយើងនិយាយអំពីប្រវត្តិ Liverpool 5ប្រកួតចុងក្រោយរបស់គាត់រៀងរដាក់រដប់បន្តិចបាទ Liverpool 5ប្រកួតគឺឈ្នះ3ចាញ់2បាទឈ្នះ3ចាញ់2ការប្រកួតចុងក្រោយរបស់ Liverpool គឺចាញ់ទៅលើក្រុម Newcastle United បាទនៅក្នុងពាន FA សំទោសបាទគឺពាន Carabao Cup វគ្គផ្ដាច់ព្រាត់ណាបាទចាញ់ក្នុងលទ្ធផល2-1ធ្វើឲ្យ Newcastle នោះបានក្លាយជាម្ចាស់ជើងឯកបាទ Carabao Cup 2024-2025 បាទជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាទអស់រយៈពេល70ឆ្នាំហើយដែល Newcastle អត់ដែលលើកពានទេបាទបានឈ្នះ Liverpool ក្នុងវគ្គផ្ដាច់ព្រាត់នោះក៏បានក្លាយជាម្ចាស់ជើងឯកពាន Carabao Cup ផងដែរហើយបើនិយាយអំពីបច្ចុប្បន្នកាលរបស់ Liverpool គឺឈរនៅកំពូលតារាង Premier League បាទមាន70ពិន្ទុណាបើយើងនិយាយអំពីក្រុម Everton វិញ Everton 5ប្រកួតចុងក្រោយរបស់គាត់គឺស្មើថេងមក5ប្រកួតចុងក្រោយឈ្នះតែម្ដងទេស្មើចំនួន4ដងបងប្អូនណាស្មើ4ដងឈ្នះ1ដងហើយការប្រកួតចុងក្រោយរបស់ Everton គឺស្មើគ្នាជាមួយនឹងក្រុម West Ham United ក្នុងលទ្ធផល1-1ស្មើបាទ1ស្មើហើយ
Everton បច្ចុប្បន្ននេះគឺឈរនៅលេខរៀងទី15ក្នុង Premier League មាន34ពិន្ទុណាអញ្ចឹងបើយើងនិយាយអំពីប្រវត្តិប៉ះគ្នាអាចនិយាយថា Liverpool មានកម្រិតលើហើយបងប្អូនធម្មតាទេគឺជាក្រុមមួយដែល classic កំពូលហើយ Everton គឺជាក្រុមដែលកម្រិតមធ្យមមួយណាអញ្ចឹងវាធម្មតាទៀតតាក់ទងនឹងប្រវត្តិ Liverpool ល្អជាងវាអត់មានចម្លែកទេហើយបើយើងនិយាយអំពីសមាជិកកីឡាករដែលអាចដាក់លេងនៅក្នុងរាត្រីនេះបងប្អូនសម្រាប់ Liverpool របួសតំបន់ការពារបងប្អូនណាអញ្ចឹង Liverpool យប់នេះក៏មានបញ្ហានៅតំបន់ការពារខ្លាំងដែរបាទដូចជាបាទ Joe Gomez Alexander Arnold ជាមួយនឹង Connor Bradley បាទ Connor Bradley និង Alexander Arnold នៅ role ការពារស្ដាំគឺរបួសទាំងពីរតែម្ដងបាទបញ្ហារបស់ Liverpool គឺចំណុចហ្នឹងណាបងប្អូនហើយ Joe Gomez ខ្សែការពារក៏របួសដែរអញ្ចឹងបញ្ហារបស់ Liverpool មានតែតំបន់ការពារទេហើយសម្រាប់ Everton បាទបាទជាស្រ័យបាត់ទៅណាបាទបាទ Everton របួសមានច្រើនដែរបាទមានដូចជាកីឡាករ Dominic Lewin បាទមានដូចជាបាទ Orel Mangala ចឹងទៅតាម Mangala បាទ Orel Mangala បាទដូចជាកីឡាករ Magnell បាទ David Magnell ណាបាទហើយខ្ញុំមិនសូវស្គាល់ទេបងប្អូនអើយកីឡាករ Everton នេះបាទស្គាល់ដូចការ៉េស្គាល់ដូចជា Harrison ឯណា Beto ឯហ្នឹងយើងអាចស្គាល់ថាវាប្រយោលអញ្ចឹងមើលសិនជាផ្ដោតអារម្មណ៍ទៅលើ Everton ខ្ញុំមិនផ្ដោតទេអញ្ចឹងសម្រាប់ Liverpool គឺមានបញ្ហានៅតំបន់ការពារខាង Everton អត់អីទេបាទគាត់របួស3នាក់ដែរប៉ុន្តែមិនមែនជាកីឡាករដែលជា key player របស់ Everton ប្រហែលទេ Liverpool នៅក្នុងរាត្រីនេះប្រើទម្រង់ 4-3-3 បាទខណៈពេលដែល Everton ប្រើទម្រង់ 4-2-3-1 បងប្អូនណាអញ្ចឹង Liverpool រាត្រីនេះគឺអ្នកចាំទីAlisson Becker គាត់អត់ទាន់ជានិយាយទៅគាត់ជាត្រឡប់មកវឹកហាត់ហើយប៉ុន្តែគាត់ថាគាត់អត់ទាន់ fit 100% ណាសម្រាប់ Alisson Becker យប់នេះគឺដាក់ Kelleher លេងបងប្អូនណាបាទ Kelleher ដៃទី2ហើយសម្រាប់ខ្សែការពារខាងឆ្វេងគឺ Robertson កណ្ដាលគឺ Van Dijk ចាប់ដៃគ្នាជាមួយនឹង Konate បាទខាងស្ដាំគឺដាក់ Konsa ដោយសារតែ Connor Bradley និង Arnold របួសអញ្ចឹងដាក់ Konsa ជំនួសបាទតំបន់បម្រើមាន Dominic Szoboszlai Gravenberch ក៏ដូចជា McAllister បាទសម្រាប់ខ្សែយុទ្ធ3នាក់មានដូចជា Mohamed Salah នៅខាងស្ដាំកណ្ដាលគឺ Luis Diaz ខាងឆ្វេងគឺ Cody Gakpo បាទខាង Everton មានកីឡាករអ្នកចាំទីគឺ Pickford ខ្សែការពារមានជាស្អីមើលសិន Ashley Young បាទមានដូចជា Brent Waite មាន Tarkowski មានដូចជា O'Brien ណាហើយខ្សែបម្រើមានដូចជា Gaye មាន Garner បាទ Harrison Dukere ក៏ដូចជា Lindstrom បាទហើយខ្សែយុទ្ធគឺ Beto ណាសម្រាប់ខាង Everton អញ្ចឹងបើយើងនិយាយអំពីបច្ចុប្បន្នកាលរបស់ Everton Liverpool តាក់ទងនឹងកីឡាករគឺ Liverpool គេគ្របជាងហើយយើងគាត់តែមើលប៉ុណ្ណឹងក៏យើងអាចដឹងដែរណាប៉ុន្តែបើយើងនិយាយពីប្រព័ន្ធលេងបច្ចុប្បន្នបាទតាក់ទងប្រព័ន្ធលេងសម្រាប់ Liverpool រៀងធ្លាក់ជើងបន្តិចបងប្អូនណា Liverpool ដើមរដូវកាលពាក់កណ្ដាលរដូវកាលគឺធ្វើបានល្អមែនទែនណាទាំង UEFA Champions League ទាំង Premier League ទាំងពីរផ្សេងៗ Liverpool ធ្វើល្អមែនទែនប៉ុន្តែនៅពេលដែលចុងរដូវកាលនេះ Liverpool គឺធ្លាក់កម្លាំងមែនទែនបងប្អូនណាមើលឃើញថាគាត់ធ្លាក់កម្លាំងប្រយុទ្ធខ្លាំងមែនទែនបាទបងប្អូនឃើញរបូតពៀនអស់តាំងពី FA Cup ពៀន Carabao Cup UEFA Champions League គឺធ្លាក់អស់រលីងហើយមើលទម្រង់លេងគឺមានភាពធ្លាក់ចុះខ្លាំងណាស់ស្រុតតែម្ដងគឺកីឡាកររបស់ Liverpool មើលទៅឃើញថាពួកគាត់ដូចជានឿយហត់មែនទែនក្នុងការលេងបងប្អូនអញ្ចឹងយើងមើលឃើញថាដូចជាគាត់ប្រមូលកម្លាំងផ្ដោតទៅលើតែ Premier League មួយទេឥឡូវនេះបាទបើសិនជា Premier League នេះយកមិនបានទៀតមិនដឹងនិយាយថាម៉េចទេព្រោះរបូតពៀនអស់ហើយបាទចូលរឿងសោកស្ដាយសម្រាប់ហុងក្រហម Liverpool រង្វើលមែនទែនណាហើយខ្ញុំមិនដឹងមិនទេនៅក្នុង UEFA Champions League បងប្អូនមើលឃើញនៅក្នុងពាក់កណ្ដាលរដូវកាលឬក៏ដើមរដូវកាលគាត់ធ្វើបានល្អឈរនៅលេខ1កម្ពុជាតារាង UEFA Champions League ចុងក្រោយធ្លាក់មុនគេមិនគួរជឿណាអញ្ចឹងបាទតាក់ទងនឹងប្រព័ន្ធលេងខ្ញុំគិតថា Everton ដូចជាឡើងក្រើតមកវិញបន្ទាប់ពីការដឹកនាំរបស់គ្រូវឹកថ្មីលោក David Moyes មកដឹកនាំជាលើកទី2មិនដឹងជាលើកទី2លើកទី3បងប្អូន David Moyes ជាមួយនឹង Everton នេះដូចជាចេញចូលនឹងប្រហែលដងហើយខ្ញុំមើល David Moyes គាត់ចេញចូលប្រហែលដង2ដងបងប្អូនអធិស្ឋានបាទគាត់មកធ្លាប់មកដឹកនាំនៅឆ្នាំ2002ប2013ណាសម្រាប់ Everton ហើយគាត់មកដឹកនាំលើកទី2នេះនៅឆ្នាំ2025នេះខែ1អញ្ចឹងជាលើកទី2សម្រាប់ David Moyes និយាយទៅគាត់ក៏ជាគ្រូមួយដែលខ្លាំងដែរសម្រាប់ David Moyes នេះមកដឹកនាំ Everton នេះធ្វើឲ្យ Everton រៀងងើបមកវិញណាបាទងើបចេញពីតំបន់ដែលត្រូវគេកាត់ចោលអញ្ចឹងយើងមើលឃើញថាទម្រង់លេងរបស់ Everton គឺមានការប្រឹងប្រែងខ្លាំងណាប្រឹងប្រែងខ្លាំងយប់នេះបើ Everton បដូរស្លាប់បដូររស់ជាមួយ Liverpool ខ្ញុំគិតថា Liverpool គឺពិបាកស៊ីទៅលើ Everton ណាប៉ុន្តែបើសិនជាគាត់លេងរៀងយកយល់ឲ្យ Liverpool អញ្ចឹងណាក៏អាចនឹង
Liverpool មានអត្រាឈ្នះដែរណាព្រោះ Liverpool ទម្រង់លេងគាត់មានធ្លាក់ចុះទេបាទគឺមានការសហការយល់ចិត្តគ្នាអីល្អប្រសើរប៉ុន្តែបញ្ហាឬកម្លាំង Liverpool មើលឃើញថាកីឡាកររបស់ Liverpool គឺកម្លាំងរបស់គាត់ចាប់ដើមធ្លាក់ចុះហើយបាទសម្បីតែ Mohamed Salah Lavidia ធ្លាប់តែញាក់លុយឥឡូវដូចជាញាក់លេងដាច់ហើយបាទហើយសម្បនបំរើរបស់គាត់ក៏ធ្លាក់ជើងដែរសម្រាប់ Dominic Szoboszlai Gravenberch ក៏ដូចជា McAllister នេះខ្ញុំមើលឃើញថាធ្លាក់ជើងបន្តិចហ្នឹងបងប្អូនណាអញ្ចឹង Liverpool បច្ចុប្បន្ននេះគាត់ពឹងទៅលើតំបន់ការពារនិងតំបន់ប្រយុទ្ធនិយាយទៅពាក្យច្រើនគឺបាល់ក្រោះពីតំបន់ការពារទៅប្រយុទ្ធតែម្ដងណាពាក្យច្រើនគឺសងតង់គ្នា Mohamed Salah ជាមួយនឹង Alexander Arnold ពាក្យច្រើន Arnold ឡើងទៅចែកបាល់តែម្ដងណាអញ្ចឹងពាក្យច្រើនលេងពីតំបន់ការពារ Konate ឬក៏ Van Dijk Robertson អីបោះបាល់ក្រោះចូលទៅក្នុងឲ្យ Mohamed Salah Rabidia ឬក៏ Cody Gakpo លេងអញ្ចឹងពាក្យច្រើនខ្ញុំមើលឃើញថាប្រព័ន្ធលេងបច្ចុប្បន្នរបស់ Liverpool គឺរំលងតំបន់បម្រើពាក្យច្រើនលេងរំលងតំបន់បម្រើហើយតំបន់បម្រើពេលខ្លះក៏មានឱកាសសុទ្ធដែរអញ្ចឹងនៅពេលដែលបោះបាល់តំបន់ប្រយុទ្ធរកកន្លែងសុទ្ធអត់ឃើញបញ្ជូនឲ្យបម្រើជាអ្នកសុទ្ធវិញហ្នឹងប្រព័ន្ធលេងរបស់ Liverpool បច្ចុប្បន្នគឺអញ្ចឹងណាបងប្អូនអញ្ចឹងគាត់ថាអ្វីដែលយើងមើលឃើញថាគាត់លេងល្អហើយប៉ុន្តែធ្លាក់កម្លាំងសម្រាប់ Liverpool នៅក្នុងរាត្រីនេះ Liverpool គឺមានអត្រាឈ្នះទៅលើ Everton ដដែលបាទតាក់ទងប្រវត្តិគឺ Liverpool ល្អជាងតាក់ទងកីឡាករក៏ល្អដែរប្រព័ន្ធលេង Liverpool ធ្លាក់ចុះបន្តិច Everton រៀងងើបមុខបន្តិចប៉ុន្តែយ៉ាងណាដោយប្រទល់គ្នាត្រឡប់ចុះត្រឡប់ឡើងយើងថ្លឹងថ្លែងទៅ Liverpool នៅតែមានទម្ងន់ដោយសារតែប្រកួតនៅក្នុងដី Anfield បងប្អូនណាប៉ុន្តែគាត់ថាគ្រាប់តខ្ញុំខ្លាចតែស៊ីមិនដាច់នៅក្នុងរាត្រីនេះត1-1កន្លះណា1-1កន្លះបាល់នេះអាចនឹងលទ្ធផល 1-0 ឬក៏2-1បងប្អូនអាច 1-0 ឬ2-1សម្រាប់គូនេះបងប្អូនណាខ្ញុំ recommend ប៉ុណ្ណឹងបងប្អូនអាចមើលទៅបាទអាចនឹង 2-1 ឬក៏ 1-0អូខេយើងនិយាយដល់ Man City ច្បាស់គ្នាជាមួយនឹង Leicester City បងប្អូនយើងគ្រាន់តែមើលយើងដឹងថាយ៉ាងម៉េចទៅហើយបាទ Leicester មិនមែនជាកឡូជាមួយ Manchester City បងប្អូនហើយបាទ David Moyes ទៅដឹកនាំនៅ Leicester City David Moyes ជាស្រ័យបាទលោក Ruud van Nistelrooy បាទ Ruud van Nistelrooy ទៅដឹកនាំនៅ Leicester City នេះដូចទៅទទួលថ្មបាក់អញ្ចឹងគ្រាន់តែគាត់ទៅដឹកនាំ Leicester City ជាលើកដំបូងគ្រាន់តែគាត់ចោះឈ្មោះចោះកងត្រាជាមួយ Leicester ខ្ញុំគិតថាអូចប់ហើយគេឈ្មោះលោក Ruud van Nistelrooy ដែលល្អនៅជាមួយនឹង Man U ដឹកនាំ Man U 4ប្រកួតល្អទៅ Leicester ចប់មែនបាទ Leicester អត់មានកីឡាករទេបងប្អូនបន្ទោសលោក Ruud van Nistelrooy ក៏មិនអាចបន្ទោសបានដែរដោយសារតែ Leicester អស់ហើយកីឡាករក៏អត់មានល្អទេណាទៅពឹងលើបាទដូចជា Jamie Vardy អីបងប្អូនគាត់ចាស់ហើយគាត់ធ្វើអីកើតបាទបើ Jamie Vardy កាលពី10ឆ្នាំមុនបាទអាហ្នឹងចេះនិយាយទៅរួចទេប៉ុន្តែឥឡូវទៅលេងរួចហើយបាទ Jamie Vardy អីហើយបាទពឹងទៅលើបាទអាយុអីហ្នឹងបងប្អូនខ្លះក៏ថាអាយុល្អ Jordan Ayew ខ្ញុំគិតថាมันជាខ្លាំងទេបងប្អូននិយាយទៅ Leicester គាត់លក់កីឡាករល្អចេញអស់នៅពេលដែលគាត់ធ្លាក់ទៅ Championship នៅការពីរដូវកាលមួយទៀតណាបងប្អូនរដូវកាលមុនមួយទៀតគាត់ធ្លាក់ទៅគឺគាត់លក់កីឡាករល្អចេញអស់លីងដល់អញ្ចឹងទៅរាល់ថ្ងៃនេះគឺតំបន់ការពារស្ដើងតំបន់ប្រយុទ្ធអត់មានបាទតំបន់បំរើក៏អត់ល្អយីទៅគឺពិបាកណាស់សម្រាប់ខាងក្រុម Leicester City បាទរដូវកាលក្រោយហ្នឹងគឺធ្លាក់ទៅ Championship វិញហើយអញ្ចឹងសម្រាប់ Ruud van Nistelrooy ទៅដឹកនាំ Leicester City នេះដូចទៅទទួលថ្មបាក់អញ្ចឹងធ្វើឲ្យគាត់បាត់បង់នៅកិត្តិយសរបស់គាត់ដែលដឹកនាំ Man U ល្អអញ្ចឹងបងប្អូនហើយនៅក្នុងរាត្រីនេះយើងគ្រាន់តែមើលប៉ុណ្ណឹងយើងដឹងថា Man City គឺមានអត្រាឈ្នះរហូតដល់ 90% ឯណោះបងប្អូនបាទ Manchester City មានអត្រាឈ្នះទៅលើ Leicester City រហូតដល់ 90% ប៉ុន្តែគ្រាន់តែថាបញ្ហាតាក់ទងនឹងគ្រាប់តសម្រាប់បងប្អូនដែលចូលចិត្តវិនិយោគគ្រាប់តក៏ច្រើនដែរបងប្អូនដូចជា2គ្រាប់ឯងបាទត2គ្រាប់បងប្អូនណាទៅលើ Leicester City បាល់ហ្នឹងខ្ញុំគិតថាបើ Man City C2-0 ក៏ 3-0 ដែរបាល់ហ្នឹងណាអញ្ចឹងបងប្អូនអាចនឹងស្រឡាញ់ Man City ក៏បានដែរគាត់ថាខ្ញុំបបាបងប្អូនព្រោះ Man City ឥឡូវក៏ធ្លាក់តម្រង់ដែរបាទប៉ុន្តែគាត់ថាបើប៉ះជាមួយនឹងត្រឹម Leicester City បើសួរថាក្រុមស្មើខ្ញុំថាអត់ស្មើទេបាទអត់ស្មើទេ Man City គាត់ជាឈ្នះនៅក្នុងរាត្រីនេះណាគាត់ថាខ្ញុំបារម្ភខ្លាចតែអត់ដែរគ្រាប់តតែប៉ុណ្្នឹងឯងតាក់ទងនឹងគូនេះបាទអញ្ចឹងគូនេះមិនបាច់និយាយច្រើនទេគឺ Man City ប្រកាសជាឈ្នះទៅលើ Leicester City បងប្អូនណាគាត់ថាបញ្ហាតាក់ទងនឹងគ្រាប់តអញ្ចឹងបងប្អូនអាចមើលបន្ថែមទៅបាទបើយើងនិយាយពីប្រវត្តិអីក្រុមទាំងពីរហ្នឹង Man City ហើយបងប្អូនណាបាទ10ប្រកួតគឺ Man City ឈ្នះរហូតដល់8ដងហើយ Leicester ឈ្នះតែ2ដងទេណាហើយការប៉ះគ្នាលើកចុងក្រោយក្នុងដី Leicester គឺ Man City នេះបានតាប់ 2-0 បាទក្នុងដី Man City វិញម្ដងចាំមើលតាម Man City អាចស៊ីប្រមាណបើក្នុងដី Leicester ស៊ី 2-0 ហ្នឹងបងប្អូនមិនស្រួល 4-0 អញ្ចឹងគូទាំងពីរនេះអត់ recommend ច្រើនទេបងប្អូនអាចមើលទៅសម្រាប់គូនេះខ្ញុំអាចនឹងទស្សន៍ទាយថា Man City នឹងយកឈ្នះទៅលើ Leicester ក្នុងលទ្ធផល 3-0 បាទ 3-0 បាទសម្រាប់ Newcastle ជាមួយ Brentford បងប្អូនណា
បាទ Newcastle ជាមួយ Brentford Newcastle គឺជាក្រុមមួយដែលខ្លាំងណាមិនមែនខ្សោយទេបាទគឺជាក្រុមមួយដែលខ្លាំងបាទប៉ះគ្នាជាមួយ Liverpool វាផ្ដាច់ប្របបងប្អូនមើលឃើញគាត់លេងដាច់ជើងចោលណា Newcastle នេះបើសិនជាគាត់លេងឲ្យដាច់ជើងចោលណាក្រុមផ្សេងៗពិបាកក្នុងការយកឈ្នះគាត់បងប្អូនប៉ុន្តែបើសិនជាគាត់លេងវើលយើងមើលឃើញក្រុមអង់គ្លេសពីច្រើនគឺលេងអញ្ចឹងណាអាទិត្យខ្លះឃើញលេងប្រឹងខ្លាំងអាទិត្យខ្លះទៅក៏លេងវើលតែដូច Man U អញ្ចឹងបាទ Man U ដល់ពេលអាទិត្យខ្លះទៅគាត់លេងប្រឹងប្រែងលេងល្អមែនទេអាទិត្យខ្លះទៅលេងមួយទៅមុខទៅក្រោយបោះបាល់ចោលទៅមុខទៅក្រោយទាត់បាល់ចោលអញ្ចឹងទៅអាហ្នឹងវាអញ្ចឹងយើងមិនដឹងថាយ៉ាងម៉េចវាជាទម្លាប់ទៅហើយបាទវាជាទម្លាប់ទៅហើយអញ្ចឹង Newcastle ជាមួយ Brentford នេះបើសិនជា Newcastle ប្រឹងអស់ពីសមត្ថភាពបាទ Brentford មិនមែនជាគីឡូជាមួយ Newcastle ទេអ្វីត្បិតតែបាទ Brentford នេះគាត់ក៏ឡើងជើងផងដែរណាបាទឈ្នះទៅលើ Bournemouth ប៉ុន្តែចាញ់ Aston Villa ស្មើគ្នាជាមួយនឹង Everton បាទយកឈ្នះទៅលើ Leicester City ហើយក៏យកឈ្នះទៅលើ West Ham ជាដើមណាឡើងជើងគួរសមសម្រាប់ Brentford ប៉ុន្តែបើប៉ះជាមួយនឹង Newcastle ក្នុងដីបាទ Newcastle ខ្ញុំគិតថាទៅមិនរួចជាមួយ Newcastle ទេបងប្អូនហើយក្របនេះ Newcastle ដូចជាតប្រហែលបាទតមានកន្លះដាច់មានកន្លះបូក1ណាសម្រាប់ Newcastle គូនេះខ្ញុំរីកមិនថា Newcastle គឺល្អបងប្អូនអាចនឹងគ្រប់គ្រង Newcastle បានបាទមើលសិនបាទ Newcastle មើល5ប្រកួតចុងក្រោយរបស់គាត់បាទឈ្នះទៅលើ Liverpool បាទយកឈ្នះទៅលើ West Hamប៉ុន្តែចាញ់ Brighton នៅក្នុងពាន FA Cup ណាបាទហើយក៏ចាញ់ Liverpool វិញក្នុង Premier League ចាញ់ Liverpool នៅក្នុងពាន Carabao Cup យកឈ្នះ Liverpool វិញមួយយ៉ាងដែរបាទហើយក៏ឈ្នះទៅលើ Nottingham Forest អីជាដើមណាអញ្ចឹងប៉ុន្តែចាញ់ Man City បងប្អូនណាចាញ់ Man City 4-0គាត់លេងមិនដែរទេបងប្អូនបាទសម្រាប់ Newcastle ប៉ុន្តែបើលេងនៅក្នុងដីគាត់ធ្វើបានល្អសម្រាប់ Newcastle United បងប្អូនណាចឹងនៅក្នុងរាត្រីនេះបាទសម្រាប់ Brentford ជាមួយ Newcastle នេះខ្ញុំគិតថា Newcastle គឺមានទម្ងន់ក្នុងការឈ្នះជាងដោយសារតែឱកាសក្នុងដីហើយដោយសារតែ Newcastle កំពុងតែមានកម្លាំងចិត្តបាទ Newcastle កំពុងមានកម្លាំងចិត្តបន្ទាប់ពីឈ្នះពាន FA សំទោសបាទ Carabao Cup ជាលើកដំបូងណាបងប្អូនសម្រាប់ក្លឹបក្នុងរយៈពេល70ឆ្នាំបាទ Newcastle គាត់ទៅឈ្នះពាន Carabao Cup នេះអូសប្បាយចិត្តជាងឈ្នះពាន Premier League ទេបងប្អូននៅទីក្រុង Newcastle គឺមនុស្សឡងណែនពេញទីក្រុងតែម្ដងដើម្បីអបអរសាទរក្នុងការឈ្នះពានរបស់ Newcastle ទៅហែពាន Carabao Cup ហ្នឹងបាទយើងមើលប្រវត្តិគ្នាទីបាទប្រវត្តិប៉ះគ្នា10ប្រកួតចុងក្រោយ Newcastle ឈ្នះ7ហើយបងប្អូនណាបាទ10ប្រកួតចុងក្រោយដែលប៉ះគ្នា Newcastle ឈ្នះ7 Brentford ឈ្នះតែ2ដងទេហើយស្មើគ្នាចំនួន1ដងបាទការប៉ះគ្នាលើកចុងក្រោយគឺ Newcastle បានយកឈ្នះទៅលើក្រុម Brentford នេះក្នុងលទ្ធផល3-1ក្នុងពានបាទ Carabao Cup ណាអញ្ចឹងយប់នេះបាល់នេះអាច3-1ទៀតបាទ Brentford ជាមួយនឹងក្រុម Newcastle នេះបាល់នេះនឹងអាច3-1ទៀតណាខ្ញុំរីកមិនថា3-1សម្រាប់គូនេះបាទអរគុណច្រើនបាទហើយសម្រាប់Brighton ជាមួយនឹង Aston Villa បាល់នេះអញស្មើគ្នាខ្ពស់បងប្អូនណាបាល់នេះមានអត្រាស្មើគ្នាខ្ពស់ច្រើនមែនទែនហើយមើលនិយាយពីក្របតគឺបាទ Brighton តឲ្យក្រុម Aston Villa 0.5បាល់នេះបើសិនជាខ្ញុំលេងខ្ញុំស្រឡាញ់ Aston Villa ណាបាល់នេះបងប្អូនគិតយ៉ាងម៉េចគិតទៅប៉ុន្តែ Aston Villa ចាប់ដើមងើបក្រឹតក្រោមការដឹកនាំរបស់លោក Unai Emery ប៉ុន្តែ Aston Villa នេះគាត់ខ្លាំងទៅក្រៅ League ទេបងប្អូនណាលេងនៅក្នុងពានទ្វីបអឺរ៉ុបគឺល្អមែនទែននៅក្នុង UEFA Champions Leagueបាទប៉ុន្តែនៅក្នុង League លេងដូចអតតមិននេះមិនដឹងដែរបាទប៉ុន្តែការប្រកួតចុងក្រោយយកឈ្នះទៅលើ Preston 3-0យកឈ្នះទៅលើក្រុមបាទ Al An បាល់ friendly មិននិយាយទេបាទមកពីអារ៉ាប់ League អារ៉ាប់ហើយក៏យកឈ្នះទៅលើក្លឹបប្រាក់បាទក្លឹបប្រាក់ក្នុង Champions League 3-0ណាយកឈ្នះទៅលើ Brentford 1-0យកឈ្នះទៅលើក្លឹបប្រាក់ទាំងពីរជើង 3-1យកឈ្នះទៅលើ Cardiff 2-0នេះជាដើមអញ្ចឹងគាត់ធ្វើបានល្អសម្រាប់Aston Villa សម្រាប់គូទាំងពីរនេះខ្ញុំ recommend ឲ្យបងប្អូនគ្រប់គ្រង Aston Villa ណាគ្រប់គ្រង Aston Villa អូខេយើងនិយាយដល់គូនេះតិចទៅបាទម៉ោងចិត្តអស់ដែរតាក់ទងនឹង Barcelona ជាមួយនឹងក្រុម AT Madrid បងប្អូនហើយការប៉ះគ្នាជើងទី1ក្នុងពាន Copa del Rey នេះជើងទី1នៅក្នុងដី Barcelona បានត្រឹមតែ4ស្មើបាទលទ្ធផល4ស្មើមិនគួរជឿណាបងប្អូនបាទ4ស្មើ4ស្មើអី4-2តាចំខ្ញុំមើលច្រឡំអធិស្ឋានបងប្អូនអធិស្ឋានCopa del Rey 4ស្មើមែននៅក្នុង La Liga Barcelona AT Madrid នេះ 4-2 ប៉ុន្តែបើនិយាយពីជើងទី1ដែលប៉ះគ្នានៅក្នុងពាន Copa del Rey គឺ Barcelona បានត្រឹមតែ4ស្មើជាមួយនឹងក្រុម AT Madrid បងប្អូនអញ្ចឹងនៅក្នុងរាត្រីនេះលេងនៅក្នុងដី AT វិញបងប្អូនគិតយ៉ាងណាដែរបងប្អូនអាចនឹងគ្រប់គ្រង AT មែនទេព្រោះក្នុងដី Barcelona មិនអាចធ្វើអីទៅលើក្រុម AT ផងឥឡូវលេងទឹកដី AT វិញយ៉ាងណាដែរអញ្ចឹងទោះ
ទូបងប្អូននិយាយយ៉ាងម៉េចក៏ដោយប៉ុន្តែសម្រាប់កំណត់របស់ខ្ញុំនៅតែគ្រប់គ្រងបាសេឡូណាណាបើនិយាយអំពីក្របតគឺអត់មានតក្របទេបងប្អូនណាគឺ0ស្មើគឺ0គ្រាប់តែម្ដងអត់មានតគ្រាប់ទេគូទាំងពីរបងប្អូនឆ្លាញ់ខាងណាយកខាងហ្នឹងអញ្ចឹងបើសិនជាឆ្លាញ់ខាងណាយកខាងហ្នឹងបែបនេះខ្ញុំនឹងរើសយកបាសេឡូណាហើយបងប្អូនហើយបើយើងនិយាយអំពី10ប្រកួតចុងក្រោយដែលប៉ះគ្នា10ប្រកួតចុងក្រោយប៉ះគ្នាគឺបាសេឡូណាឈ្នះចំនួន6ដងអាតេឈ្នះចំនួន2ដងហើយស្មើគ្នាចំនួន2ដងការប៉ះគ្នាលើកចុងក្រោយនៅក្នុងពានឡាលីហ្គាទេបាទឡាលីហ្គានេះគឺបាសេឡូណាយកឈ្នះទៅលើអាតេ 4-2 ណាប៉ុន្តែបើក្នុងពានកូប៉ាតេរ៉េនេះជើងទី1គឺ4ស្មើបាទ4ស្មើនឹងអ្វីដែលខ្ញុំច្រឡំពីមុនអញ្ចឹងនៅក្នុងរាត្រីនេះបងប្អូនគិតយ៉ាងម៉េចខ្ញុំក៏ពិបាកដែរហើយបើនិយាយពីកីឡាកររបួសបាទកីឡាកររបួសខាងអាតេអត់មានកីឡាករមានRobin Norman បាទ Robin Norman ក៏របួសស្រាលទេអាចនឹងលេងអាចនឹងអត់ណាហើយកូកេហើយបាសេឡូណារបួសមានដូចជា Max Sturgeon បាទ Casado មានដូចជា Dani Olmo ក៏ដូចជា Bernal បាទ Marc Bernal ណាសុទ្ធតែជាកីឡាកររបួសមាន4នាក់ណាបាទ Max Sturgeon អ្នកចាំទីមាន Casado មាន Dani Olmo មាន Marc Bernal ប៉ុន្តែគេពេញជើងធម្មតាទេនៅក្នុងរាត្រីនេះបាទមានខ្សែកាពីមាន Alejandro Balde មាន Martinez មាន Kubasi បាទក៏មានដូចជា Jules Koundé ហើយខ្សែបម្រើបាល់មាន Frankie de Jong ចាប់ដៃគ្នាជាមួយនឹង Pedri ខ្សែបម្រើប្រយុទ្ធមាន Rafinha មាន Gavi មាន Lamine Yamal ជាដើមណាយុទ្ធតូគឺ Lewandowski ខាងក្រុមអាតេក៏មានជើងខ្លាំងដែរបាទមាន De Paul បាទមាន Lino មាន Anthony Griezmann មាន Julian Alvarez បាទ Simone ជាដើមអញ្ចឹងបាទយប់នេះបាសេឡូណានឹងធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលណាព្រោះខ្ញុំមិនជឿថាអាតេត្រូវឡើងទៅប៉ះគ្នាជាមួយរៀលម៉ាឌ្រីតខ្ញុំគិតថាបាសេឡូណានឹងឡើងទៅប៉ះគ្នាជាមួយនឹងរៀលម៉ាឌ្រីតនៅវគ្គផ្ដាច់ព្រាត់បាទអញ្ចឹងនៅក្នុងរាត្រីនេះខ្ញុំនឹងគិតថាបាសេឡូណានឹងមានអត្ថប្រយោជន៍ឈ្នះទៅលើអាតេម៉ាឌ្រីតបងប្អូនណាតាក់ទងកីឡាករតាក់ទងប្រវត្តិគឺបាសេគេល្អជាងហើយអញ្ចឹងថ្មីត្បិតតែជើងទី1ស្មើគ្នា4ស្មើក្នុង3បាសេក៏ដោយប៉ុន្តែនៅក្នុងរាត្រីនេះទំនុកចិត្តនៅតែមានលើបាសេឡូណាអរគុណច្រើនសម្រាប់គូនេះអូខេមានតែប៉ុណ្្នឹងចែកជូនបងប្អូនទាំងអស់គ្នាខ្ញុំមានជាតម្រុយបាល់3គូសម្រាប់យប់ថ្ងៃពុធនេះបងប្អូនណាបាទមើលទៅទំនងដាក់តាមមើលទំនងក៏រំលងតែបាទគូទី1បងប្អូនអាចនឹងស្រឡាញ់បាសេឡូណាបានយកបាសេឡូណាអត់តគ្រាប់ណាដក0បាទគូទី2វាយ Inter Milan ណា Inter Milan អូភ្លេចនិយាយតាក់ទងនឹង Inter Milan និង AC Milan បងប្អូនហើយInter Milan និង AC Milan នេះបងប្អូនអាចនឹងស្រឡាញ់ខាងណាបានដែរគ្រាន់តែថា AC Milan បច្ចុប្បន្នគឺធ្លាក់ខ្លាំងមែនទែនហើយគណៈពេលដែល Inter Milan គឺខ្លាំងបងប្អូនណាហើយក្រុមទាំងពីរលេងថ្ងៃនេះគឺក្នុង start តែមួយទេបាទ San Siro បងថានៅដី AC Milan គេដាក់ឈ្មោះនឹងទៅបើនៅក្នុងដី Inter ពិធិពិតទៅក្នុង start តែមួយមិនដឹងនិយាយថាម៉េចបងប្អូនណាstart តែមួយតែមាន2ក្រុមបាទមាន2ក្រុម Inter Milan និង AC Milan បងប្អូនគ្នាទេបាទគេថាសង្គ្រាមបងប្អូនយប់នេះអញ្ចឹងយប់នេះខ្ញុំគ្រប់គ្រង Inter Milan 0.25 គូទី3គឺវាយ Newcastle United បាទកន្លះ+1ណាកន្លះ+1ឬ 0.75 អញ្ចឹងចាប់ដងទៀតគូទី1យក Barcelona ដក0បាទគូទី2វាយ Inter Milan 0.25 គូទី3វាយ Newcastle បាទកន្លះ+1ឬក៏ 0.75 Newcastle Inter Milan Barcelona សម្រាប់យប់នេះអរគុណច្រើនសម្រាប់ការតាមដានបើនិយាយខុសឆ្គងសូមអធិស្ឋាន complete join channel Telegram group Telegram របស់ខ្ញុំនៅក្នុង pin comment សម្រាប់ Facebook នេះបាទអរគុណច្រើនសូមគោរពលាបាទ